ខ្ញុំទេមិនខំទេអ្នកដែលស្គាល់ឆ្នាំគឺមានតែខ្ញុំនឹងគោមកក្បាលពិតជាគ្រូនេះប្រើល្បិចកង់មែនបញ្ជាតាមនេះចាត់ឲ្យមកមែនទេលោកគ្រូនាងលោកបង្រៀនខ្ញុំឲ្យជួយមនុស្សហេតុអ្វីបានជាលោកធ្វើបានមនុស្សទៅវិញលោកគ្រូនិយាយទៅលោកគ្រូនាងលោកគ្រូអត់មានមុខមាត់ជុំនឹងខ្ញុំទេមែនទេហ៎នាងជាណាលោកគ្រូនាងប្រកាសជាមានគ្រោះថ្នាក់ហើយលោកគ្រូនាងលោកគ្រូនាងលោកគ្រូនាងហ៎កូនពិតជាមានគ្រោះថ្នាក់មែនហើយលោកគ្រូនាងយ៉ាងម៉េចហើយហ្នឹងអើយស្រីម្នាក់នោះនៅណាត្រូវមានជិះចាំបានទៅហើយលោកគ្រូនាងអត់មានរបួសអីទេចង់តាំងមែនឯងកុំខ្វល់នឹងយើងឆាប់ទៅនាំនាងមកជួបយើងភ្លាមកុំឲ្យក្នុងថតទុកខាងលើថតទី3ឯងយកថ្នាំឈាមគោ3គ្រាប់ឲ្យនាងលេបទៅឲ្យឆាប់ឡើងបាទលោកគ្រូថាម៉េចឆាប់ទៅបើយើងពេលលេងតោះណាលោកគ្រូនាងខ្ញុំយកទៅទាំងដើមហើយណាបាទណែស្ងៀមណែចាំដេកទៅថយចេញមិនបាច់អញចាត់ល្អទេយ៉ាគ្រូនាងណែនាងចាំដេកទៅណាថយចេញយ៉ាងឲ្យឯងថយចេញទៅនាងពិតជាពិបាកមែនណែអូជីរឿងនេះយ៉ាងមិនដាច់ទៅខ្ញុំក៏មិនដឹងដែរនាំនាងទៅជួបលោកគ្រូនេះទៅឲ្យនាងលេបថ្នាំហើយមែនទេលេបហើយធ្វើតាមលោកគ្រូលេប3គ្រាប់លោកគ្រូនេះហ៎ហើយណែចាំខ្ញុំណែនាំឲ្យស្គាល់ណាមិនក៏នាងទៅរបួសអ្នកណាវាយឲ្យរបួសសួរពួកគេតែលោកណែមីងកុំធ្វើអញ្ចឹងឯងលោកបងអូជីលោកបងឃ្លានហើយមែនទេណានគូម្ដងនេះអូនត្រូវរបួសហើយថែមទាំងត្រូវពឹសទៀតបើបងព្យាបាលអូនជាហើយអូនកុំប្រកួតទៀតតើបានដែរទេរបួសខាងក្រៅមិនຕົកជាស្អីទេថ្នាំដែលខ្ញុំលេបមិញជាថ្នាំពឹសអីដែរបងនៅមិនដឹងទេមែនទេថ្នាំឈាមគោរបស់បងបើសិនជាអាចព្យាបាលខ្ញុំមកជានោះខ្ញុំសូមចាញ់បងហើយនៅខ្វះតែសមត្ថភាពគ្រូពេទ្យទេវតាមិនអាចថាយកឈ្នះទេវតាពឹសទេណានគូ10ឆ្នាំមុនបងសារភាពពេទ្យទេវតាបងនេះមិនអាចស្មើនឹងទេវតាពឹសអូនទេលើកណាក៏បងបន្ធូរដល់ខ្ញុំដែរម្ដងនេះខ្ញុំត្រូវបន្ទោសខ្លួនឯងឬក៏ត្រូវបង្ខំឲ្យបងប្រើវិធីពឹសដោយខានមិនបានហើយយ៉ាចាំបាច់ធ្វើអីយ៉ាងនេះហើយតែពួកយើងចង់ឈ្នះចាញ់ទើបប្រកួតគ្នាយ៉ាងនេះគ្រូនាងខ្ញុំអាចនិយាយសម្ដីមិនបានទេបងអូជីមិនយើងគិតផ្ទះសាពេកហើយមានប៉ះពាល់ដល់ឯងទៀតសោះភ័យទោសណារឿងនេះខ្ញុំអត់មានគិតទេរឿងដែលខ្ញុំមិនយល់នោះការពិតពលលោកទាំងពីរកំពុងតែធ្វើស្អីហ្នឹងអូជីឯងមានគុណជួយជីវិតខ្ញុំតែមិននេះស្ដាប់ទៅប្រពន្ធយើងគឺមានប៉ះពាល់ដល់ឯងទេប្រពន្ធកូនជាប្រពន្ធរបស់លោកហ៎មែនហើយប្រពន្ធយើងតកូលវាងនេះឈ្មោះថាណានគូណាពួកយើងជាសិស្សរួមគ្រូជាមួយគ្នាខ្ញុំរៀនខាងវិជ្ជាពេទ្យនាងរៀនខាងវិជ្ជាដាក់ពឹសមានម្ដងនោះនាងដាក់ពឹសលើគេយើងមានចរិតចង់ឈ្នះមិនខ្វល់ពីសាវតាគេឡើយយើងក៏ព្យាបាលគេឲ្យជាហេតុនេះហើយក៏คล้ายទៅជាប្តីប្រពន្ធនឹងគ្នាតែម្ដងទៅណាប្រពន្ធរបស់លោកខាងហើយនាងមានចេតនាដាក់ពឹសឲ្យលោកជួយមនុស្សពួកលោកប្រកួតគ្នាយ៉ាងនេះអស់10ឆ្នាំមែនទេឈប់ប្រកួតហើយលែងប្រកួតទៀតណាថ្ងៃនេះបងសុំស្បត់ថាចាប់ពីថ្ងៃនេះតទៅបងលែងចង់ឈ្នះទៀតហើយអូនសម្លាញ់នៅមានចំណុចមួយទៀតខ្ញុំមិនយល់អ្នកស្រីអូមិនក៏នៅជាប់តាក់ទងជាមួយនឹងលោកយាយផ្កាមីនោះជារឿងកាលពី2ឆ្នាំមុនមានប្តីប្រពន្ធចាំមកគូគឺលោកយាយផ្កាមាសនៅលោកតាស្លឹកប្រាក់ដែលតាំងខ្លួនឯងថាជាម្ចាស់របស់កោះទួនហួរទិសខាងកើត
គេបានត្រូវពឹសមករកខ្ញុំឲ្យជួយព្យាបាលឲ្យការនោះខ្ញុំមានអ្នកឃើញស្លាប់ហើយមិនជួយដាច់ខាតគឺមិនបំផ្លាញវិន័យលោកយាយផ្កាមាសបានឲ្យប្រាក់កម្រៃមកខ្ញុំយ៉ាងច្រើនមែនគ្រាន់តែសុំបបឲ្យខ្ញុំជួយជីវិតមួយរបស់ម្ចាស់កោះខ្ញុំនៅតែមិនខ្វល់រឿងដែលចៃដន្យនោះគឺប្តីប្រពន្ធមកគូនេះប្រើកម្លាំងបាយចំពោះខ្ញុំហើយស្រាប់តែលេងមានមុខទៅបាត់ទៅថ្មីនេះប្រពន្ធខ្ញុំនៅខាងក្រៅទទួលបានដំណឹងថាលោកគ្រូស្លឹកប្រាក់ស្លាប់បាត់ទៅហើយលោកយាយផ្កាមាសកំពុងតែស្អប់ខ្ញុំប្រពន្ធខ្ញុំខ្លាចខ្ញុំមានរឿងត្រឡប់មកផ្ទះវិញបន្លំឲ្យខ្ញុំថាមានជំងឺឆ្លងមិនជួបនឹងអ្នកដទៃប្តីប្រពន្ធតាំងចិត្តរិះរកក្រុមជោបាយទប់ទល់លោកយាយផ្កាមាសនោះយ៉ាងម៉េចហើយរឿងបន្តមកទៀតនោះគឺថាពួកឯងសុទ្ធតែបានដឹងទាំងអស់ហើយការប៉ັດលោកយាយផ្កាមាសធ្វើបាបពួកខ្ញុំគឺមានចេតនាសាក់មើលលោកនីវគ្រប់ពាក្យសន្យាឬមួយក៏អត់ក្រៅពីសាររបស់សាសនាមេងទេដាច់ខាតមិនព្យាបាលជំងឺឲ្យអ្នកដទៃឡើយអ្នកព្យាបាលអ្នកមីងជីគឺខ្ញុំជាមួយលោកគ្រូនេះអត់មានតាក់ទងគ្នាទេមិនមែនតែមិនតាក់ទងនឹងគ្នាមែនតែខ្ញុំបានចង្អុលឲ្យលួចលាក់ដែរហើយនេះហើយប្រពន្ធខ្ញុំបានលួចដាក់ថ្នាំពឹសក្នុងរបស់ហូបរបស់គេរាល់គ្នាហើយនេះគឺមានគំនិតពីរទី1គឺចង់ប្រកួតជាមួយនឹងខ្ញុំតទៅទៀតទី2ក៏មានគំនិតល្អចំពោះខ្ញុំដែរជៀសវាងអ៊ូជីព្យាបាលជំងឺចម្លែកជាហើយលោកយាយផ្កាមាសគឺចាំបាច់ត្រូវតែបន្ទោសមកលើក្បាលខ្ញុំមានគ្រោះពិបាកកិច្ចផុតបានណាហាលោកយាយផ្កាមាសបណ្ដាគេទៅណែអូនសំឡាញ់យ៉ាងម៉េចហើយបងសំឡាញ់ពួកយើងជាប្តីប្រពន្ធនឹងគ្នាអស់20ឆ្នាំហើយប៉ុន្តែបងនៅតែមើលងាយវិជាដាក់ពឹសរបស់អូនជានិញទោះជាអូនដាក់ពឹសអីក៏បងព្យាបាលជាទាំងអស់ប៉ុន្តែម្ដងនេះអូនលេបនោះគឺពឹសពិសេសបើសិនជាបងអាចជួយអូនឲ្យរស់បានអូនសូមចោះចាញ់បងដោយពិតប្រាកដហើយអើយមិនក៏អូនធ្វើយ៉ាងនេះលោកគ្រូនាងមិននេះខ្ញុំអង្គលេបថ្នាំឈាមគោ3គ្រាប់ឬមួយក៏គ្មានប្រសិទ្ធភាពទេបើមានប្រសិទ្ធភាពមិនអាចឈឺអញ្ចឹងទេលោកគ្រូប្រកែកខាងវិទ្យាពេទ្យឬមួយក៏ប្រព័ន្ធរបស់លោកលេបថ្នាំអ្វីក៏លោកគ្រូមិនដឹងដែរនោះបើយើងទេមិនខុសទេនោះថ្នាំដែលយើងលេបគួរតែជាថ្នាំសកល3ថ្ម3ប៉ុន្តែរបស់ពឹស6យ៉ាងនេះរួមផ្សំគ្នាគឺយ៉ាងនេះហើយយើងមិនដឹងទៀតណែបងសំឡាញ់បងធ្វើអីបងសំឡាញ់កុំខ្វល់ណាបងសំឡាញ់មិនបានទេបងសំឡាញ់អូនសំឡាញ់ប្តីអូនគ្មានសមត្ថភាពពិតជាមិនអាចបន្សាពឹសបានពួកយើងទៅជាមួយគ្នាទៅជួបគ្នានៅឋានយមរាជចុះណាបងសំឡាញ់លោកគ្រូនាងរឿងយើងទាំងពីរឯងមិនបាច់ខ្វល់ទេចេញទៅខ្ញុំចេញទៅចេញទៅឆាប់ចេញទៅពួកយើងទៅបងសំឡាញ់ឆាប់ឡើងឆាប់លេបថ្នាំឈាមគោនិងថ្នាំនាគគុជភ្លាមទៅរួចហើយចាំប្រាំមកចូលខែនេះអត់ប្រយោជន៍ទេថ្នាំពឹសដែលអូនលេបគឺស្រាលបន្តិចបងលេបច្រើនពេកហើយត្រូវឆាប់ព្យាបាលបើຕົកយូរពេកគឺហួសពេលហើយណានគូបងស្លាញ់អូនអស់ពីចិត្តពីថ្លើមតែអូនឧស្សាហ៍យកឈ្នះជាមួយបងណាពួកយើងជាប្តីប្រពន្ធនឹងគ្នាជួបគ្នាតិចបែកគ្នាច្រើនបងក៏មានអារម្មណ៍ថារស់នៅលើលោកនេះក៏គ្មានន័យទៀតដែរបើអញ្ចឹងស្លាប់ទៅវាចប់រឿងបាត់ទៅហើយបងមិនចង់រស់ទៀតទេបងសំឡាញ់គឺអូនមិនល្អគឺអាក្រក់មកពីអូនបងមិនអាចស្លាប់បានទេអូនសូមស្បត់ថាថ្ងៃក្រោយឈប់ប្រកួតនឹងបងទៀតហើយបងសំឡាញ់បងមិនអាចស្លាប់ទេបងសំឡាញ់លោកយាយផ្កាមាសមកហើយបងសំឡាញ់អាក្រក់មកពីអូនបងមិនអាចស្លាប់ឡើយបងសំឡាញ់អាក្រក់មកពីអូនយ៉ាងនេះហើយយាយជាអ្នកណាយើងកំពុងតែចង់សួរឯងឬមួយក៏យាយមើលមិនដឹងយាយខ្វាក់ហើយយាយមើលមិនដឹងថាគេលេបថ្នាំពឹសអីទេនិយាយមិនចេះគោរពចង់ត្រូវហ៎
បងសម្លាញ់ បងស្លាប់អើយ បងសម្លាញ់បងមិនអាចទុកឲ្យអូននៅម្នាក់ឯងទេបងសម្លាញ់បងសម្លាញ់ចង់ទៅយើងទៅជាមួយគ្នា ទុកថាប្តីប្រពន្ធពួកឯងទាំងពីរចេះដឹងចោះជៀសវាងកុំឲ្យយើងចាត់ការដោយផ្ទាល់ដៃ លោកគ្រូនាងលោកគ្រូនាងលោកគ្រូនាងអ្នកមីងជីពួកយើងគិតយ៉ាងម៉េចទៅ អ្នកស្រីអូតើខ្ញុំធ្វើមិនទៅអាចជួយជីវិតអ្នកស្រីបានឆាប់ឲ្យគាត់លេបថ្នាំឈាមកោលឿងនឹងគុជនេះរួចហើយចាំប្រាមជុលមាសចាក់ជីបចោលរបស់គាត់ជីបចោលកន្ទុយមន់ឲ្យឆាប់ឡើង លោកគ្រូនេះដូចជាមានដង្ហើម ប្រសាណាស់យើងជួយគេតាមប្រសាអ្នកស្រីអូទេ បើសិនជាខ្ញុំដល់ពិសោធន៍មិនចេញកំចាត់ពឹសទៅជាកណ្ដាប់ដែរទីយ៉ាងម៉េចទេនោះខ្ញុំមើលទៅមិនបានមួយឆ្នាំទេខ្ញុំពិតជានៅក្រោមដៃទៅហើយ លោកយាយផ្កាមាសធ្វើការយកជាការពិតណាស់អូនគិតថាគាត់ប្រកាសជាសើបមើលទីប្តីប្រពន្ធពួកយើងចង់បាត់ត្រូវទៅភ្លាមឯងត្រូវធ្វើផ្នូរពីពួកខ្ញុំសង្ឃឹមថាផ្នូរថ្មីពីនេះអាចកុហកលោកយាយផ្កាមាសបាន អូជី លោកគ្រូហើយខ្ញុំមានការអី ឯងទទួលស្គាល់យើងហើយ ខ្ញុំទទួលស្គាល់ក្នុងចិត្តរបស់ខ្ញុំគឺទទួលស្គាល់លោកជានិច្ចណា អូជីយើងនៅជាមួយគ្នាយូរយ៉ាងនេះទៅហើយធ្លាប់សប្បាយហើយក៏ធ្លាប់ប្រកួតជាមួយនឹងគ្នាដែរថ្ងៃនេះត្រូវចែកភៅគ្នាហើយក្នុងចិត្តយើងពិតជាមិនដាច់មែន ខ្ញុំណា អូជីកុំពិបាកចិត្តអីយើងដឹងចិត្តឯងច្បាស់ណាស់ប៉ុន្តែពួកយើងមិនទៅមិនបានទេ វិជារបស់យើងក្នុងមួយជីវិតនេះសុទ្ធតែសរសេរនៅលើសៀវភៅពេទ្យនេះទាំងអស់អូជីយើងឲ្យកណ្ដាប់ដៃអាទិទេពទៅឯងពឹសនៅលើខ្លួនឯងនេះពិបាកកំចាត់ណាស់សង្ឃឹមថាដកការពិសោធន៍នឹងសៀវភៅពេទ្យនេះឲ្យបានល្អណាស់ឆាប់រកវិធីកំចាត់ពឹសគឺមានតែយ៉ាងនេះទេថ្ងៃក្រោយយើងមានពេលជួបគ្នាទៀតអូនសម្លាញ់អាពួកយើងគួរតែទៅហើយណា លោកគ្រូអ្នកស្រីថៃខ្លួន អាល្អិតឯងត្រូវជាស្អីរបស់អ៊ូឆេងនីបានជាដកដង្ហើមធំ ខ្ញុំដល់ដង្ហើមធំក៏ព្រោះតែបាត់ដៃអាទិទេពនៅលើខ្លួនរបស់ខ្ញុំមិនយូរប្រហែលខ្ញុំនឹងទៅតាមលោកគ្រូហើយក ណ្ដាប់ដៃអាទិទេពនៅលើលោកនេះពិតជាមានក្បាច់គុណយ៉ាងនេះមែនទេអ្នកណាវាយឯងឲ្យរបួស ខ្ញុំមិនដឹងទេខ្ញុំក៏អត់ដឹងថាគឺជាមនុស្សក្នុងរាជដំណាក់ព្រះអង្គម្ចាស់ក្រោយពេលដែលគេវាយកណ្ដាប់ដៃអាទិទេពហើយខ្ញុំមករកលោកគ្រូជាពិសេសឲ្យគាត់ជួយព្យាបាលរបួសឲ្យខ្ញុំប៉ុន្តែគាត់ថាខ្ញុំគឺជាមនុស្សមិនមែនជាសាសនាមេងគាត់មិនព្រមព្យាបាលខ្ញុំទេប៉ុន្តែគាត់ស្លាប់ទៅហើយរបួសរបស់ខ្ញុំគ្មាននរណាព្យាបាលឲ្យទេខ្ញុំគិតយូរទៅគឺរត់តែកើតទុកទៅទៀត នៅក្មេងសង្ហាធ្វើឲ្យគេស្រឡាញ់ស្ដាយណាស់ដោយត្រូវពឹសដែលព្យាបាលមិនបានក្មួយប្រុសឪពុកម្ដាយឯងជាអ្នកណា ឪពុកខ្ញុំឈ្មោះចាងជួយសានជាសិស្សរបស់ប៉ាអូតាំងម៉ែខ្ញុំគឺជា ថាម៉េចឯងជាកូនប្រុសរបស់អ្នកក្លាហានចាងជួយសានអូយើងយល់ហើយមនុស្សដែលប្រាកណ្ដាប់ដៃអាទិទេពវាយឯងឲ្យរបួសនោះប្រកាសជាចង់បង្ខំសួរពីដំណឹងកំបិតប្រហារនេះនឹងស្ដេចសង្រោមមាសហើយមែនទេ ស្ដេចសង្រោមមាសនឹងឪពុកឯងជាបងប្អូនធន់នឹងគ្នាឯងប្រកាសជាដឹងថាគេនៅឯណា ទេខ្ញុំមិនដឹងទេ ចៅឆ្លាតឲ្យតែឯងប្រាប់យាយថាសេចិននៅឯណានោះលោកយាយផ្កាមាសយើងនេះប្រកាសជាព្យាបាលរបួសឲ្យឯងជាណាមួយនឹងបង្រៀនក្បាច់គុណដល់ឯងទៀតយ៉ាងម៉េចដែរ ពុកម៉ែខ្ញុំមិនត្រូវការជីវិតមិនយកដំណឹងរបស់ពុកថោខ្ញុំនិយាយប្រាប់អ្នកណាទៀតទេលោកយាយយល់ថាខ្ញុំនេះគឺជាមនុស្សក្បត់នឹងពុកម៉ែខ្ញុំមែនទេ ឯងគ្រាន់បើ អ
មើលទៅយើងនិយាយចំពោះឯងយ៉ាងម៉េចក៏ឯងមិនប្រាប់យើងដែរតើមែនដែរទេ បើនិយាយដឹងជាខាល្អហើយ ល្អមានកំណើតមែនអញ្ចឹងយើងនាំឯងនេះទៅកោះពោះទេពសមុទ្រខាងកើតលុតដំឯងតាមស្រួលចាំមើលឯងនៅក្មេងយ៉ាងនេះតើទ្រាំបានយូរប៉ុន្មានទៅខ្ញុំមិនទៅទេខ្ញុំទៅជាមួយយាយទេលោកយាយតាមមាសកុំធ្វើបាបកូនក្មេងអីមិនក៏ឯងមិនទាន់ងាប់ទៀតរឿងរបស់លោកយាយតាមមាសយើងឯងកុំចេះដឹងឲ្យសោះដើរមកនេះមកឲ្យយើងមើលមិនក៏ឯងរស់នៅដល់ថ្ងៃនេះសៀគូមិនក៏គ្មានកំណត់យ៉ាងនេះអាលីអ្នកគ្រូមិនក៏ឯងដល់ថ្នាក់នេះហើយមិនទាន់ស្លាប់ទៀតលោកយាយខាងនេះឲ្យឯងទៅឲ្យគាត់មើលបន្តិចឯងដើរឲ្យគាត់មើលបន្តិចទៅកុំធ្វើឲ្យអាប់អន់កិត្តិយសក្រុមងមីយើងឆាប់ទៅចាមិនបាច់ទេយើងជាមួយនឹងក្រុមងមីពួកឯងអត់មានគំនុំអីនឹងគ្នាទេថ្ងៃនេះយើងខ្ជិលរករឿងពួកឯងមិនចង់រករឿងតែខ្ញុំចង់រករឿងលោកយាយផ្កាមាសលោកយាយមិននៅសោយសុកលើកោះទេពរបស់លោកយាយទេបែរជាមកភូមិភាគកណ្ដាលបង្ករឿងហើយបន្លំធ្វើសញ្ញាឲ្យបាក់ងមីយើងទៀតបញ្ជីនេះត្រូវតែទូទាត់ក្រុមនឹងបាក់ដែលចង់ជំរះបញ្ជីជាមួយយើងនោះមានច្រើនណាស់យើងមិនគិតគូរដល់បាក់ងមីឯងទេក្អេងក្អាងមែនបានយើងក៏ចង់មើលដែរតើសម្បកមាសសម្បកខ្ចងនៅក្នុងដៃរបស់យាយតើរឹងដូចសម្ដីរបស់យាយទេកាលនោះគួរសេនទៅអុកឡុកបាក់ងមីល្បីឈ្មោះនៅលើលោកនេះឥឡូវសង្ស័យនៅងាប់ក្នុងដៃសិស្សនិងសៅលីងយើងក៏ចង់មើលដែរតែនៅមានអនុភាពប្រមាណភាគទៀតបើទោះជាសល់តែមួយភាគក៏យើងមិនអាចឲ្យឈ្មោះគ្រូត្រូវអាម៉ាស់ដែរបានណែដៃខ្ញុំស្ពឹកអស់ហើយលែងដៃខ្ញុំទៅខ្ញុំមិនលែងទេលែងដៃខ្ញុំទៅខ្ញុំមិនលែងចាំមើលឯងអាចធ្វើអីខ្ញុំបានរបស់ដែលនៅក្នុងដៃឯងគឺជាដាវចន្ទុលមេឃមែនទេទុកថាយាយស្គាល់ទំនិញមែនពិតជាដាវល្អមែនបានថ្ងៃនេះយើងសុំចាញ់ចោះអាលីទៅអ្នកគ្រូយាយកញ្ចាស់នេះពិតជាភ្នែកអន់មែនបានជាហ៊ានសាកថ្មីដៃជាមួយអ្នកគ្រូផងជួញទុកខ្លួនឯងហើយអ្នកគ្រូអត់អីទេថ្មីដៃយើងប្រើដាវចន្ទុលមេឃកាប់ឈើច្រត់យាយផ្កាមាសឲ្យដាច់មែនប៉ុន្តែកម្លាំងធាតុរបស់គេធ្វើឲ្យយើងត្រូវរបួសក្រំក្នុងសៀវគូអាយ៉យតែចង់ជួយបងតាប៉ុន្តែមិនចេះលាបថ្នាំទៅខ្ញុំខ្លួនឯងវិញម្នាក់ឈ្មោះអាលីនោះអាក្រក់ណាស់ធ្វើឲ្យមុខរបស់បងមានរបួសធំយ៉ាងនេះតើបងឈឺទេលោកបងអូជីរូបរាងរបស់អ្នកគ្រូយាយកាច់ណាស់ម្ដាយខ្ញុំដូចជាខ្លាចគាត់មែនទេខ្ញុំបារម្ភនឹងម៉ែខ្ញុំខ្លាំងណាស់ប៉ុន្តែអ្នកមីងជីមិនឲ្យឯងទៅមើលគាត់ទេចេះចឹងណាណែចាំខ្ញុំទៅមើលម្ដាយរបស់នាងចោះយើងស្មានតែឯងស្លាប់នៅក្រុមមន្ត្រីទេបាត់ទៅហើយយើងពីដើមមកគឺកាត់ទុកពិបាកចិត្តចំនួនសិស្សល្អរបស់យើងគិតស្ដាយស្រណោះប៉ុន្តែមិននឹកស្មានថាឯងនៅរស់ដោយសុខសប្បាយយ៉ាងនេះសោះនាងខ្ញុំស្មានថាបងស្រីរឿងឯងបងមិននឹងអាចស្មានដឹងទៅបងក៏ដូចអ្នកគ្រូដែរស្មានថាឯងស្លាប់បាត់ទៅហើយបងនឹងអ្នកគ្រូបានធ្វើផ្លាកបលឹងដាក់ឯងនៅបាក់ងមីទៀតផងថ្ងៃណាក៏ឲ្យធប់សំពះឯងដែរយើងមិនខ្វល់ថាការនោះឯងចាក់ចេញពីក្រុមអន្តរីទេពយ៉ាងម៉េចទេយើងគ្រាន់តែចង់ដឹងថាឯងរស់នៅហេតុអីក៏មិនត្រឡប់ទៅក្រុមងមីវិញ
ខ្ញុំអត់មានមកមកជាប់នឹងអ្នកគ្រូទៀតទេ ព្រោះតែក្មេងស្រីម្នាក់នៅក្បែរឯងមែនទេ នាងជាកូនស្រីបង្កើតរបស់នាងខ្ញុំ ប្អូនសៀកគូវិន័យបាក់ងមីសះចំនួនទី3គឺតមនឹងតណ្ហាឯងលួចមានកូននៅខាងក្រៅគឺល្មើសនឹងវិន័យរឿងដែលមិនអាចអភ័យទោសឲ្យបាននោះគឺឯងកុហកខ្ញុំមិនត្រឡប់ទៅបាក់ងមីវិញមានចិត្តតែខាងក្រៅប្រឆាំងនឹងវិន័យក្រុមនិយាយស្ដីទៅ ខ្ញុំដឹងកំហុសហើយ មិនដឹងខុសហើយមិនអាចមិនពិន័យទេបើល្មើសគឺពិន័យធ្ងន់ធ្ងរឯងគួរតែដឹងខ្លួនធ្វើយ៉ាងម៉េចហើយ ឈប់សិនអ្នកគ្រូក្រុមមានវិន័យក្រុមប្អូនសៀវគូល្មើសនឹងវិន័យក្រុមយើងមានរឿងចង់សួរនាងទៀតយើងសួរឯងតើឯងមានកូនជាមួយអ្នកណាឆ្លើយតាមត្រង់មកមិនឲ្យលាក់នឹងយើងទេ គឺយ៉ាងសៀវ អ្នកណា យ៉ាងសៀវ យ៉ាងសៀវអង្គរៈឆ្វេងរបស់បក្សសាសនាបិសាចគង់មេង គឺគេ គំនុំជ្រៅប៉ិនសមុទ្រលោកបងហុងជឺគឺត្រូវយ៉ាងសៀវបញ្ឈឺចិត្តឲ្យស្លាប់ទាំងរស់រវើកយ៉ាងសៀវយើងតាំងពីដើមមកអត់មានរកឯងទេសៀវគូ អ្នកគ្រូ ឯងប្រគល់ខ្លួនប្រានឲ្យគេលាក់បាំងនឹងអ្នកគ្រូល្មើសនឹងវិន័យក្រុមចិញ្ចឹមកូនដោយលួចលាក់យើងមិនដេញដោលទាំងអស់ឥឡូវយើងចង់ឲ្យឯងទៅសួររឿងមួយ អ្នកគ្រូប្រាម្ចាស់ខ្ញុំប្រកាសជាខំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំ តើឯងដឹងថាយ៉ាងសៀវនៅឯណាទេ នាងខ្ញុំដឹង ឯងទៅសម្លាប់យ៉ាងសៀវយកគុណសម្បត្តិលៀងទោសទៅឯងនិយាយថាម៉េចទេហ៎ រឿងអីក៏ដោយឲ្យតែអ្នកគ្រូប្រាប់ដាំខ្ញុំធ្វើបានទាំងអស់មានតែសម្រាប់យ៉ាងសៀវទេខ្ញុំមិនអាចធ្វើបានជាដាច់ខាត ជីសៀវគូ មិនចំពោះថាមនុស្សក្នុងពិភពគុណកាត់ទោសយ៉ាងម៉េចទេនៅក្នុងចិត្តរបស់ខ្ញុំគេជាមនុស្សដែលមានមនោសញ្ចេតនាមានស្នេហាបើអត់មានគេទេខ្ញុំលាចាកលោកនេះយូរណាស់ទៅហើយបើអត់មានគេទេដែលចិន្ទុយមេឃរបស់អ្នក អូ គ្រូ សៀវគូអ្នកគ្រូលែងដេញដោលនៅរឿងកន្លងទៅហើយផ្ដល់ឱកាសដល់ឯងកុំថាឡើយបាក់ងមីជាមួយយ៉ាងសៀវពីដើមមកមានគំនុំឲ្យតែជាក្រុមសាសនាបិសាចគឺជាមេពុះពិភពគុណឯងសម្រាប់យ៉ាងសៀវគឺរំដោះគ្រោះចំនួនពិភពគុណសៀវគូស្ដាប់សម្ដីបងទេ គំនិតរបស់បងស្រីខ្ញុំទទួលទុកក្នុងចិត្តហើយប៉ុន្តែហើយបងមិនយល់ទេបើឯងមិនស្ដាប់តាមអ្នកគ្រូទេអ្នកគ្រូគាត់នឹងពិន័យឯងអញ្ចឹងខ្ញុំមានតែយកការស្លាប់មកលាងទោសកំហុសចោល សៀវគូកុំនិយាយជាមួយវាច្រើនពេកមានចិនឯងថយចេញចាជីសៀវគូយើងសួរឯងព្រមសម្លាប់យ៉ាងសៀវទេ នាងខ្ញុំខុសឆ្គងចំពោះអ្នកគ្រូ ឯងសឹកចង្រៃទុកឯងនៅលើលោកនេះក៏អត់ប្រយោជន៍ដែរ ប្រឆាំងនឹងបញ្ជាអ្នកគ្រូតាមខ្ញុំយល់គឺដើម្បីកូនកម្រក់ម្នាក់នោះកំចាត់កូននោះចោលទៅដើម្បីកុំឲ្យមានរឿងទៅថ្ងៃក្រោយចា
មនុស្សចោលមកសៀតសូមបីតែក្មេងម្នាក់ក៏រកមិនឃើញដែរ គ្រូខ្ញុំមើលតែក្មេងនោះភៀសខ្លួនចេញពីលាងទៅហើយ មិនចំពោះថាប្រហែលឬមិនប្រហែលទេកូនកណ្ដុរម្នាក់នេះមិនអាចរត់ទៅណារួចឡើយ ចា ញ៉ាមីងញ៉ាមីង មិនក៏មកនៅដេកលើដៃអញ្ចឹង ញ៉ាមីងញ៉ាមីង អ្នកបងអូជីមិនរវល់នឹងខ្ញុំទេ ញ៉ាមីងញ៉ាមីង អូម៉ៃ មកម៉ែសត្វតាឈាមចាំកូនជូតឲ្យម៉ែ អូម៉ៃម៉ែត្រូវទៅហើយថ្ងៃក្រោយកូននៅលើលោកនេះម្នាក់ឯងត្រូវរស់នៅឲ្យបានល្អ ញ៉ាមីង កូនមិនត្រូវសងសឹកអ្នកណាទាំងអស់ ម៉ែទៅណាក៏កូនទៅជាមួយម៉ែដែរ អូជី ញ៉ាមីង មិនសុំបោះអញរឿងមួយអញយកបញ្ជាដែកមួយនេះហើយនាំពួកទៅភ្នំខុនលុនរកយ៉ាងស៊ីវឪពុករបស់ម៉ែ កន្លែងណាក៏កូនមិនទៅដែរ ពួកកូនស្ដាប់ម៉ែពុំនោះទេម៉ែខឹងហើយ ញ៉ាមីងកំព្រួយខ្ញុំប្រកាសจะធ្វើដំណើរតាមញ៉ាមីង អញជួយប្រាប់យ៉ាងសៀវផងថាមីងមិនស្ដាយក្រោយទេមីងមិនស្ដាយក្រោយរហូតមិនស្ដាយក្រោយទេ ញ៉ាមីងញ៉ាមីងញ៉ាមីងជីញ៉ាមីង ណែផឹកទឹកសិនណា អរគុណ ណែផឹកទឹក អរគុណហើយ ហូបនំទៅ ចាំបងអៀវណា មិនបាច់ទេខ្ញុំដើរខ្លួនឯងបានហើយ ដើរទៅខាងនោះទៅ ចាំមិនទៅហើយហ្នឹង ខ្ញុំឃើញមនុស្សម្នាក់នៅខាងនោះ អត់មានរបស់អីទេឯងក៏មិនឡាញបងណាបងជិតដល់ភ្នំខុនលុនទៅហើយពួកយើងប្រញាប់ឡើងទៅទៅ មកអេហើយ ម
ព្រៃភ្នំធំហ្នឹងណាយ៉ាងមិនទៅហើយហ្នឹងយ៉ាងមិនទៅហើយហ្នឹងហ៎ខាងនោះកុំឲ្យខ្លាចណាឯងកុំបន្លាញបងមើលក៏ប៉ុន្តែពិតមែនណាណែប្រញាប់ទៅរកពុកឯងទៅណាក្មេងនេះត្រូវមាត់យើងមែនលោកជាមនុស្សឬក៏ជាខ្មោចយើងមិនមែនជាមនុស្សហើយក៏មិនមែនជាខ្មោចយើងគឺជាប្រជាជនជួយឈាមស្ដីបញ្ជាខានចូលគ្នាដល់ឆ្នាំឯងមកភ្នំវាងខុនយើងធ្វើអីយ៉ាងសៀវយ៉ាងសៀវម្ចាស់សាសនាបាត់ខ្លួនទៅអង្គរៈស្ដាំម្ចាស់ក្រុមសាសនាក៏មិនដឹងទៅណាដែរស្ដេចឥន្ទ្រីអញ្ចើមសលាចាពីក្រុមសាសនាមេងទៅបង្កើតក្រុមសាសនាឥន្ទ្រីស្ដេចនេះអាវស្វាយព្រមទាំងស្ដេចសឹងរោមមាសក៏លាចាពីក្រុមសាសនាមេងយើងដែរក្រុមសាសនាយើងព្រោះតែនេះអត់ក្បាលត្រូវបែកបាក់គ្នាមករយៈនេះយើងធ្វើការពិភាក្សាជាមួយនឹងបងប្អូនទាំងអស់គ្នាចង់ស្ដារសាសនាមេងឡើងវិញគឺមានតែយ៉ាងសៀវហើយនឹងអង្គរៈអាវខៀវនេះឯងយ៉ាងសៀវលោកគឺយ៉ាងសៀវហើយអាឡិតយើងនិយាយឯងកំលុងមាត់ណាឯងលូកមាត់ណាយើងជក់ឈាមឯងឲ្យរីងយ៉ាងចាំមើលចូលសិនណា